សួស្តីបាទអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងធ្វើការបង្ហាញអំពីរបៀបកំណត់នីតិតើយើងត្រូវកំណត់ដូចម្ដេចណាអញ្ចឹងនៅក្នុងគោលការណ៍របស់ក្រសួងអប់រំយុវជននិងកីឡារបស់យើងឬក៏បន្ទុកជារួមណាសម្រាប់ដាក់នីតិធារានីតិប្រចាំច្រមាស1បូកនឹងប្រចាំច្រមាស2យើងត្រូវបូកបញ្ចូលគ្នារួចយកមកចែកនឹង2ណាអញ្ចឹងយកច្រមាស2ច្រមាស1បូកច្រមាស2បាទយកមកបូកបញ្ចូលគ្នារួចចែកនឹង2តមកទៀតយើងនឹងឃើញណាបាទយើងនឹងឃើញហើយយើងអាចកំណត់នីតិចំណាត់ថ្នាក់បានទៀតផងប៉ុន្តែឥឡូវនេះខ្ញុំចង់បង្ហាញតែរបៀបកំណត់នីតិហើយនឹងដាក់ពណ៌ណាដាក់ពណ៌របស់នីតិព្រោះដោយសារមួយចំនួនបងប្អូនអ្នកសិក្សាលើកម្មវិធី Microsoft Excel មួយចំនួនមិនបានយល់ទេអញ្ចឹងថ្ងៃនេះខ្ញុំនឹងធ្វើបទបង្ហាញទាក់ទងនឹងការកំណត់នីតិហើយនឹងដាក់ពណ៌បាទអញ្ចឹងដើម្បីដាក់ពណ៌និងកំណត់នីតិបានទី1បាទអញ្ចឹងយើងមកមើលទាំងអស់គ្នាអញ្ចឹងទី1បងប្អូនត្រូវប្រើរូបមន្ត if បាទប្រើរូបមន្ត if បាទប្រើរូបមន្ត if ឥឡូវខ្ញុំឧទាហរណ៍ឲ្យមើលម្ដងទៀតណាអញ្ចឹងខ្ញុំនឹងលុបអានេះចោលហើយខ្ញុំធ្វើសារថ្មីឲ្យបងប្អូនមើលបាទអញ្ចឹងយើងកំណត់រូបមន្ត if អញ្ចឹងដំបូងយើងចុចស្មើបាទស្មើមកស្មើបន្តមកយើងចុច if បាទ if យើងចុចមក if តទៅចុច if ហើយយើងត្រូវមកចុចលើបន្ទុកប្រចាំឆ្នាំណាបន្ទុកប្រចាំឆ្នាំយើងយកតែអាមួយនឹងអាលើគេនឹងរហូតនឹងបាទយើងចុចក្បៀតើយើងដាក់ថ្មិញកដោ2បាទដាក់ចឹងមកយើងសរសេរដាក់ថាអូច្រឡំសំទោសយើងសរសេរថាធំជាងណាធំជាងឬស្មើធំជាងឬស្មើប៉ុន្មានបាទធំជាងឬស្មើប៉ុន្មានធំជាងឬស្មើ80បាទអញ្ចឹងបើសិនជាធំជាងឬស្មើ80នោះនីតិរបស់យើងគឺនីតិដឹងអត់បាទនីតិ A ណានីតិ A បាទហើយយើងប្រើរូបមន្ត if ជាបន្តទៅទៀត if ទៀតបាទ if រហូតបាទ if បាទបន្ទុកប្រចាំឆ្នាំដដែលបើសិនជាវាធំជាងឬស្មើប៉ុន្មាន70បាទ70ក្បៀបាទដាក់មកគឺនីតិអីគេដែរនីតិ B ធំជាងឬស្មើ70បាទទៅទៀតយើងដាក់ក្បៀសទៅទៀត if ទៀត if ខ្ញុំសូមកែពណ៌វាបន្តិចសិនមើលឃើញសោះដាក់ពណ៌អត់កើតជុំដាក់ពណ៌សារថ្មីសិនពណ៌ខ្មៅបាទចេញបាទនេះចេញពណ៌ខ្មៅឯង if បាទអញ្ចឹងដំបូងស្មើ if មិនក៏វាចេញទៅពណ៌ហ្នឹងវិញណោះតែចឹងក៏ចឹងណាif បាទធំជាងឬស្មើ80ក្បៀស A បាទនីតិ A បាទ if ទៅទៀតយើងត្រូវយកម៉ៅយើងមកចុចលើពណ៌ខៀវនឹងរហូតទើបវាដើរត្រូវបាទធំជាងឬស្មើ70ក្បៀសបាទនីតិអីដែរនីតិ B បាទ if ទៀតបាទ if វាធំជាងឬស្មើនឹងប៉ុន្មាន60បាទនីតិហេតុដែរចឹងនីតិ C if ទៀតបាទមិនដែរណាធំជាងឬស្មើប៉ុន្មានបាទឬ
គឺស្មើ50បាទនីតិ D នីតិ D ហើយដាក់ទៀតណា if មិនដែរធំជាងឬស្មើ40បាទនីតិអីដែរណានីតិ E ហើយយើងហៅថានីតិ តាមបារាំងណាបន្តទៀតយើងបិទក្បៀសមួយហើយដាក់យកតែម្ដង F បាទហើយយើងបិទវងកញ្ចក់យើងបើកចំនួនប្រមាណណានេះយើងរាប់មើល1 2 3 4 5អញ្ចឹងយើងបើកចំនួន5ដងយើងបិទចំនួន5ដងវិញ1 2 3 4 5បាទ enter មកបាទអញ្ចឹងវានឹងលូតនីតិឲ្យយើងតែម្ដងណានីតិឲ្យយើងតែម្ដងតែអ្វីមិនសំខាន់អាហ្នឹងទេយើងសំខាន់គឺការកំណត់ពណ៌តើយើងត្រូវកំណត់ពណ៌ដូចម្ដេចអញ្ចឹងដើម្បីកំណត់ពណ៌បានយើងត្រូវ select លើនីតិរបស់យើងដែលយើងបាននេះហ្នឹងបានដាក់ហើយឥឡូវទីហៅថានេះខ្ញុំកំណត់ហើយឥឡូវខ្ញុំចង់កំណត់នីតិឲ្យមើលអញ្ចឹងយើងត្រូវចូលមក conditional formatting ដែលវានៅយើងចុចលើ home នោះវាលូតលើហ្នឹងហើយចុចលើហ្នឹងមកហើយចុចឲ្យលើណាចុចឲ្យលើហើយបងប្អូនឃើញថាhighlight cell rule ណា highlight cell rule តមកទៀតបងប្អូនយក mouse មកចុចលើ tick បាទ tick that content ចុចហ្នឹងមកអញ្ចឹងវានឹងឲ្យដាក់នេះអញ្ចឹងបងប្អូនចង់ដាក់នីតិអីទីថា A ខ្ញុំចង់បាននីតិ A ហ្នឹងទៅជាពណ៌អីឥឡូវយើងអត់ចង់បានដូចគេនេះគ្រាន់តែដាក់ជាគំរូយើងឯងឥឡូវខ្ញុំយកផ្សេងណាខ្ញុំយកផ្សេងយក custom បាទយក custom កន្លែងនេះយើងយក noun បាទឬក៏យក single មកណាហើយយើងដាក់មកយើងចង់បានពណ៌អីឥឡូវទៀតថានីតិ A ចង់បានពណ៌ស្វាយហ្នឹងណាអញ្ចឹងចុច OK មកឃើញទេ OK មកអញ្ចឹងនីតិ A នេះឃើញនីតិ A មិញវាលូតពណ៌ទៅជាពណ៌ស្វាយយើងចង់កំណត់នីតិ B ពណ៌អីទៀតឥឡូវសាកទាំងអស់គ្នាជាមួយខ្ញុំបាទសាកមើលណាយើងយកមកយកកន្លែង text មុនបងចូល highlight ឲ្យលើគេ highlight cell rule បន្តមកទៀតយក highlight cell rule ហើយមកយក text that content ណាចុចហ្នឹងមកនីតិ B ខ្ញុំយក B ឥឡូវខ្ញុំចង់យកតាមនេះយក green field dark green green field with dark green text អូខេឥឡូវមើលនេះនីតិ C នីតិ B ទៅណាបាទនេះអូខេនេះ B ឃើញទេអញ្ចឹងវាលូតលើនឹងឲ្យយើងគ្រាន់តែធ្វើបែបហ្នឹងទៅយើងចង់បាននីតិទៀតឥឡូវសាកឲ្យអស់ក្បាច់ទៅហ្មងទៀតថានីតិ C នីតិ C យើងចូលកន្លែងហ្នឹងដដែលធ្វើដដែលចុច C មកណាអូខេយកមកបាទយកឲ្យគេយក format custom format បាទយើងចុចមកអានេះយើងយក noun ក៏បានយក single ក៏បានណាបាទយកនីតិអីមិញយកពណ៌ខៀវម្ដងសេចចិត្តយើងអូខេមកអញ្ចឹងវាលូតឲ្យតាមហ្នឹងឃើញទេអាណាវានេះវាលូតឲ្យយើងមកស្អាតលើនឹងតែម្ដងអញ្ចឹងយើងអស់បារម្ភអំពីការអីដែរអស់បារម្ភចំពោះការដាក់ពណ៌យើងចង់ដាក់ពណ៌អីចឹងណាតែឥឡូវអានេះយើងអត់ចង់ដាក់ពណ៌វិញយើងយក noun វិញមក no field កុំឲ្យថាឃើញញ៉ៃពេកអញ្ចឹងយើងយក no field បាទយក no field មកអូខេនេះសិតតែខ្ញុំបន្ថែមវិញទេខ្ញុំខ្ជិលយក select នោះខ្ញុំយកឲ្យថែមហ្នឹងទេបាទឥឡូវកុំឲ្យនេះដកចេញអស់វិញមកឃើញឆ្លាស់ជាងមុនទេហ្នឹងហើយឆ្លាស់ជាងមុនអត់បាទអញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងបាទរៀងយូរបន្តិចហើយអរគុណច្រើន